អបអរសាទរបងសុជីបានឡើងតំណែងជាប្រធានតាំងនេះរបស់ពួកឯងនឹងគ្រប់មែនទេតាំងពីឡើងតំណែងបងដូចជាផ្លាស់ប្ដូរហើយឡើងតំណែងខ្ញុំក៏គាត់តែមានការសម្រាប់សម្រាប់ពួកឯងដែរថ្ងៃនេះចង់ញ៉ាំអីតោះខ្ញុំជាអ្នកប៉ែអ្នកទាំងអស់គ្នាចង់ញ៉ាំអីក៏បងទៅថ្ងៃក្រោយពួកយើងនឹងជាមួយបងធ្វើការបានល្អគឺយូរចាស់សុជីពិតជាចេះទិញទឹកចិត្តអ្នកដតីមែនអញយកមិនទាន់សមសផងខ្លាចជានយោបាយបាត់ទៅហើយបើនៅតែឡើងតំណែងបែបនេះទៀតប្រកាសជាប៉ះពាល់ដល់តំណែងរបស់លោកមិនខានខ្ញុំនឹងធ្វើឲ្យនាងដឹងថានៅទីនេះអ្នកណាធំជាងគេស៊ីជីដើម្បីអបអរនាងឡើងតំណែងខ្ញុំនឹងផ្ដល់ឱកាសឲ្យនាងបង្ហាញសមត្ថភាពម្ដងក្រុមហ៊ុននឹងធ្វើកម្មវិធីមួយចង់អញ្ជើញអគ្គនាយកលូមកពីក្រុមហ៊ុនបៃហ្វាំងមកធ្វើជាភ្ញៀវកិត្តិយសនេះទទួលខុសត្រូវការងារនេះទៅអគ្គនាយកលូក៏ជាមនុស្សស្រីដែលឈ្នះមនុស្សប្រុសជាច្រើនក្នុងវិស័យការងារមួយនេះដែលខិតអញ្ជើញនៃបរិស័ទរស់ឆ្នាំខ្ពស់ជាគ្រូខ្ញុំទៅទៀតខ្ញុំប្រាប់នាងទៅចុះអគ្គនាយកលូគឺចូលចិត្តគំនូរម៉ូបៃខ្លាំងណាស់ម៉ូបៃបើនាងអាចធ្វើការតាំងគំនូរឲ្យគាត់បាននោះគាត់នឹងប្រូមកជាមួយនាងមិនខានគ្មានបញ្ហាទេខ្ញុំនឹងធ្វើហើយហេតុអីក៏លោកយកការងារសំខាន់បែបនេះទៅឲ្យជាងសុជីធ្វើនាងដឹងអីទៅគំនូររបស់គ្រូម៉ូបៃមានលុយក៏មិនអាចទិញបានដែរការងារនេះគឺលំបាកស្រាប់ហើយទម្លាក់ឲ្យនាងគឺល្អហើយនាយកចាស់នេះជារូបគំនូរពិតរបស់គ្រូម៉ូបៃការងារផ្សេងទៀតកំពុងតែរៀបចំបើអញ្ចឹងខ្ញុំធ្វើការងារហើយពិតជាស្មោះមកដល់សោះចាស់សុជីអាចរកគំនូររបស់គ្រូម៉ូបៃបានមកមែនគំនូរមួយនេះមិនអាចឲ្យអគ្គនាយកលូឃើញបានទេកុំប្រាប់អីខ្ញុំនឹងទៅគូធ្វើយ៉ាងណាហើយនំបរិសិននេះរៀបចំយ៉ាងម៉េចហើយអ្នកខាងហាងរៀបចំហើយអេលោកគឺជាអ្នករត់ទៅក្នុងហាងរបស់យើងធ្វើការជាមួយគ្នាសោះកាលពីមុនសុំទោសផងខ្ចីអារបស់លោកនឹងមិនទាន់បានសងលោកទេនាងចង់សងយ៉ាងម៉េចទៅលុយប៉ុណ្នេះគ្រប់ទេនាយកជាងខ្ញុំណែនាំបន្តិចលោកខាងនេះគឺជាថៅកែហាងលូហៅឈៀនលោកជាថៅកែហាងទេណាបើអញ្ចឹងលើនេះខ្ញុំវិញមកខ្ញុំគឺជាអ្នកធ្វើការងារគេទេខ្ញុំមានការងារទៀតទៅសិនហើយតានេះជាកូនចៅស៊ីជីមិនតាបដូររូបគំនូរហ៎អញ្ចឹងអគ្គនាយកសូមស្វាគមន៍អ្នកនាងនេះជាគំនូររបស់គ្រូម៉ូបៃដែលនាយកជាងយកមកជូនអ្នកនាងអ្នកនាងសប្បាយចិត្តគឺសំខាន់បំផុតឆាប់ឲ្យខ្ញុំមើលកុំតន់គំនូរមានបញ្ហាមីកាដូរូបហើយមានអីទេអ្នកនាងតបតែជួបប្រយ័ត្នមើលទៅអ្នកនាងប្រហែលជាមិនទាន់មានពេលថែស្បែកទេខ្ញុំបានរៀបចំឈុតថែស្បែកនេះសម្រាប់ជាកាដូជូនអ្នកនាង这里面不光有黑白绷带，还有今年的新品黑绷带眼霜，3个绷带帮您绷住年轻。虽然我不了解您用什么牌子，但是我认为只有赫莲娜才能配得上您。谢谢你，我自己平时就用这个。听说您等会儿还有一个财经专访，我在旁边安排了一个高级 SPA 按摩师，做完 SPA 采访拍照，更显您光彩照人。ចំណងចំណុចចិត្តរបស់នាងពិតជាល្អណាស់ថាមិនចេះដឹងទៀតខ្ញុំចូលចិត្តសហការជាមួយមនុស្សដូចជានាងណានាងមិនអាចកិច្ចមួយជីវិតបានទេចាំមើលថានាងធ្វើយ៉ាងម៉េចលោកជួយរៀបចំជោគរដាខ្ញុំឈុតមកនាងចង់គូគំនូរខ្លាំងៗមែនទេគំនូររបស់គ្រូម៉ូហ្វៃពិបាកគូណាអគ្គនាយកលូពួកយើងមើលគំនូរទៅមិនក៏អញ្ចឹងទៅវិញនេះប្រកាសជាខ្លាំងៗហើយគំនូរពិតនៅខ្ញុំទេតាមពិតពួកនាងជាអ្នកលាក់រូបគំនូរសោះមិនជារឿងសំខាន់ទេសំខាន់គឺនាងយកគំនូរខ្លាំងៗមកបោះនាយកលូគំនូរនេះជាគំនូរពិតមិនយ៉ាងអាចទៅកុសរបស់គ្រូម៉ូបៃគឺនៅបន្ទប់ជប់នេះតាំងពីពណ៌គំនូរខ្ញុំនឹងអញ្ជើញគាត់មកចាំមើលថានាងនឹងធ្វើយ៉ាងម៉េចលោកគ្រូលោកក៏ជាសិស្សរបស់គ្រូម៉ូបៃលោកប្រកាសជាអាចមើលដឹងថាគំនូរនេះជារបស់ខ្លាំងៗមែនទេគំនូរនេះមិនបានជាមិនទាន់ស្ងួនអញ្ចឹងខ្ញុំដឹងហើយប្រកាសជាចាំងស៊ូឈីគឺជាអ្នកគូគំនូរនេះជារបស់ខ្លាំងៗទេគំនូរមួយនេះជាគំនូរពិតអ្នកគ្រូកាន់ជួបគ្នាយូរហើយស្នាដៃរបស់អ្នកគ្រូកាន់តែរីកចម្រើនហើយអគ្គនាយកលោកសុំទោសផងព្រឹកមិញនេះបានដឹងថាមានមនុស្សលក់ដូរគំនូរតើបានជាគ្រូថ្មីរៀនបញ្ញាសង្គមថាអ្នកនាងនឹងចូលចិត្តចោះអ្នកនាងគឺជាគ្រូម៉ូបៃមែនទេមែនហើយប៉ុន្តែខ្ញុំឈប់គូមកជាយូរហើយពិតជានឹកស្មានមិនដល់សោះថានិយាយយ៉ាងនេះក្មេងប៉ុន្តែមានសមត្ថភាពយ៉ាងនេះកម្មវិធីរបស់នាងខ្ញុំប្រកាសជាទៅចូលរួមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយចុះហៅលេខាខ្ញុំមួយមកអរគុណអគ្គនាយកលោកទប់សិនសកម្មភាពរបស់ពួកនេះខ្ញុំបានថាទុកហើយពួកនេះមិនលើកំណត់តម្លៃមួយនេះបើគិតតាមច្បាប់ត្រូវដាក់គុក10ឆ្នាំចង់ទៅប្រកល់ខ្លួនឯងឬមកក៏ចង់ឲ្យខ្ញុំបញ្ជូនពួកនេះទៅប៉ុកប៉ូលីសគំនូរនេះនាងអ្នកលួចខ្ញុំនឹងប្តឹងនាងតាមពិតលោកក៏ជាអ្នកបញ្ជាខ្ញុំទៅប្រកល់ខ្លួនខ្ញុំទៅមុខខ្ញុំទៅមុន